សូមសួរមួយបងប្អូនណាខ្លះចូលចិត្តញ៉ាំព្រីងក្លុកដូចខ្ញុំមកឲ្យតែបានព្រីងមកដឹងតែខ្ញុំភាគចឹងគឺយកមកក្លុកដែរបងប្អូនព្រោះពេលយើងក្លុកទៅហ្នឹងគឺសាច់ព្រីងវាមានបែកខ្លះឬក៏ពេលខ្លះទន់ហើយតើមាននៅចូលជាតិអំបិលម្ទេសហឹរចឹងណាបងប្អូនចាគឺថាឆ្ងាញ់តែម្ដងហើយព្រីងនេះអ៊ីអ្នកចិត្តខាងកាត់យកមកឲ្យចឹងណាបងប្អូនចាគិតថាបេះមកពីស្រុកចឹងទៅគឺធំល្អមែនទេបងប្អូនចាមួយគឺសាសឹងប៉ិនមេជើងចឹងណាអត់ដឹងព្រីងអីទេបងប្អូនចឹងយកមកដល់គឺខ្ញុំបានលាងសម្អាតទឹករួចក៏ដាក់សម្រស់ចឹងណាបងប្អូនចាបន្ទាប់មកគឺតបុកអំបិលសិនតែពីបំបែរួចយកមកដាក់ក្លុកជាមួយព្រីងតែម្ដងទៅបងប្អូនចាចឹងព្រីងក្លុករបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនមើលទៅទំនងអត់គឺថាឆ្ងាញ់មែនទេណាបងប្អូនចាបងប្អូនណាដែលធ្លាប់ញ៉ាំព្រីងក្លុកទេអាចសាកក្លុកសាក់មើលបានចឹងណាបងប្អូនចាកុំឲ្យថាគេចេះតែនិយាយមកគេលុយយើងចង់ដឹងចង់ស្គាល់រសជាតិព្រីងក្លុកចឹងណាបងប្អូនចាអញ្ចឹងសាកក្លុកញ៉ាំសាក់មើលទៅធានាថាឆ្ងាញ់តែម្ដង